ណៈពេលដែលការប្រកួតរវាងក្រុម PSG និងបាឆាកំពុងតែក្តៅគគុកកាត់មកមើលការប្រកួតទី8វិញម្ដងជំនួបរវាងក្រុមអ៊ីតាលី Juve និងក្រុមមកពីអង់គ្លេស Manchester City លើកញ្ចក់ពិន្ទុបានបង្ហាញថាក្រុម Juve កំពុងតែនាំមុខ Manchester City ក្នុងលទ្ធផល2-1 នៅលើទីលានប្រកួត AG កំពុងតែលោតគ្រប់គ្រងបាល់នៅលើអាកាសយ៉ាងស្ទាត់ជំនាញភ្លាមនោះគ្រូបង្វឹក Chris បានស្រែកបញ្ជាពីចំហៀងទីលានយ៉ាងខ្លាំងថាបញ្ជូនបាល់អាគីបញ្ជូនបាល់ឲ្យទៅណាគីឥឡូវនេះអាគីសម្លឹងមើលទៅបាល់ទាំងសម្ដែងទឹកមុខធុញទ្រាំជាខ្លាំងអាគីបានបោះបាល់ផ្លោះក្បាលយ៉ាងស្អាតសម្ដៅទៅមុខណាគីបានស្ទុះហោះខ្លួនទៅលើកជើងចាប់យកបាល់លើអាកាសយ៉ាងលេចធ្លោបំផុតខ្សែការពាររបស់ Juve ឃើញបែបនេះក៏ស្ទុះចូលមកប្រញាប់ប្រញាល់ទប់ទល់ម្នាក់ហ្នឹងវាមកហើយយើងប្រើប្រព័ន្ធការពារដើម្បីទប់ទល់នឹងវាប៉ុន្តែណាគីនៅតែអាចគ្រប់គ្រងបាល់បានយ៉ាងស្ទាត់ជំនាញព្រមទាំងគិតក្នុងចិត្តថាសាកល្បងមើលទៅពួកឯងភ្លាមនោះអាយូបានស្ទុះមកជួយបិទផ្លូវប៉ុន្តែណាគីបានប្រើបច្ចេកទេសញាក់បាល់គេចផុតយ៉ាងលឿនទោះជាយ៉ាងណាខ្សែការពារឆ្នាំរបស់ Juve គឺ Lorenzo ក៏បានស្ទុះមកពាងពីមុខភ្លាមLorenzo លានអណ្ដាចេញមកក្រៅទាំងសើចឌឺដងថាសួយបន្តិចហើយអាអូនកម្រិតសមត្ថភាពនិងស្គីលរបស់អញក៏មិនធម្មតាដែរវើយនៅពេលដែលណាគីកំពុងប្រឈមមុខនឹង Lorenzo Reo បានរត់ស្ទុះមកពីក្រោយទាំងស្រែកប្រាប់ដោយក្តៅក្រហាយថាសុទ្ធទៅណាគីកុំប្រញ៉េរញ៉ៃកុំរវើរវាយអីសម្លឹងមើលតែប្រឡោះទី1សម្រាប់សុទ្ធទៅណាគីនឹកឃើញដល់ពាក្យដែល Chris ធ្លាប់ប្រាប់ហើយគេបានសម្រេចចិត្តពុតខ្លួនលើកជើងរហ័សសុទ្ធបាល់ទៀងកំរោលដោយមាន Lorenzo តាមបិទជាប់ស្អិតទៅពីមុខប៉ុន្តែនៅខណៈពេលដែលណាគីរៀបនឹងសុទ្ធនោះឯគូបានស្ទុះហក់មកតែផ្លាតគ្រាប់បាល់ចេញយ៉ាងរហ័សឯគូញញឹមយ៉ាងកាចសាហាវរួចស្រែកឌឺដងដាក់ណាគីថាយឺតមួយចង្វាក់ហើយអាអូនបើមិនមែនប្រកួតជាមួយអ៊ីសាគីទេតើឯងមានសមត្ថភាពតែប៉ុណ្ណឹងមែនទេអាទេពកសលជើងខ្ចី Lorenzo សើចលានអណ្ដាតយ៉ាងសប្បាយចិត្តល្អណាស់ឯគូមិញនឹងតម្លៃខ្លួន80លានយេនរបស់វាហោះចេញក្រៅបាត់ហើយណាគីបានត្រឹមតែឈរស្រឡាងកាំងនិងលន់មាត់ថាចង្រៃយោបាល់ដែលឯគូតែផ្លាត់ចេញមកនោះបានធ្លាក់ទៅតំបន់គ្រោះថ្នាក់ភ្លាមនោះបារូក៏បានស្ទុះរត់បន្ថែមល្បឿនយ៉ាងលឿនដោយមានអ៊ូរ៉ាភ្នែកបន្ទោជុំវិញខ្លួនកីឡាកររបស់ Manchester City ព្យាយាមស្ទុះមកការពារប៉ុន្តែបារូបានស្រែកបញ្ជាយ៉ាងមានអំណាចថាចេញឲ្យផុតទៅពួកអាអន់អញមកដល់ហើយបារូបានប្រើកម្លាំងបុកទម្លុះខ្សែការពាររបស់ Manchester City រួចរត់តម្រង់ទៅមុខយ៉ាងលឿនឥតឈប់ឈរនេះគឺជាការវាយបកដ៏គួរឲ្យខ្លាចបំផុតវាជាក្រុមការយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះហើយអ្នកបញ្ចប់ទីនឹងផ្ដាច់ជីវិតនៅលើទីលានប្រកួតនេះគឺគ្មានអ្នកណាក្រៅពីបារូនោះឡើយគេរត់មកពីចម្ងាយសុទ្ធយ៉ាងច្បាស់សម្លឹងមើលទៅសំណាញ់ទីដើម្បីរៀបចំផ្ដាច់ប្រលឹងប៉ុន្តែនៅក្នុងខណៈពេលដែលបារូរៀបនឹងសុទ្ធផ្ដាច់ប្រលឹងទៅហើយខ្លារខិនល្បឿនលឿនជីគីរីបានស្ទុះមកស្លាយកាត់ផ្ដាច់បាល់យ៉ាងលឿនបំផុតបារូបើកភ្នែកធំទីភ្ញាក់ផ្អើលនិងក្តៅក្រហាយជាខ្លាំងស្អីគេហ្នឹងជីគីរីមានអ៊ូរ៉ាខ្លារខិនព័ទ្ធជុំវិញខ្លួនបានបញ្ចេញស្នាមញញឹមយ៉ាងជឿជាក់ប៉ុន្តែបាល់ដែលជីគីរីស្លាយផ្ដាច់ចេញមកនោះបែរជាហោះផ្លាតទៅតំបន់គ្រោះថ្នាក់មកទីទៅវិញនៅពេលដែលកីឡាករ Manchester City កំពុងតែព្យាយាមរត់ទៅដណ្ដើមបាល់នោះ Sedu ខ្សែប្រយុទ្ធ Juve បានស្ទុះលោតរត់មកពីក្រោយយ៉ាងលឿន Sedu ញញឹមរួចលាន់មាត់ថាអរគុណសម្រាប់អាហារមួយពេលនេះខាង Sedu បានស្ទាត់បាល់ទម្លុះស្បៃយ៉ាងពេញទំហឹងជាគិរីសម្លឹងមើលទាំងមិនជឿនឹងភ្នែកបារូសម្លឹងមើលទាំងក្តៅក្រហាយអាសត្វថ្មាត់ស៊ីខ្មោចនេះចំណែកឯនីកូវិញស្រែករំភើបយ៉ាងខ្លាំងទីបំផុតក្រុម Juve អាចយកឈ្នះ Manchester City ក្នុងលទ្ធផល3-1យ៉ាងអស្ចារ្យការប្រកួតទី8បានបញ្ចប់ទៅជាផ្លូវការជាមួយនឹងលទ្ធផល3-1ក្រុម Juve របស់អ៊ីតាលីទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់សម្លេងអបអរសាទរបានលាន់ឡើងពេញកីឡាដ្ឋានខណៈដែលណាគីឈរអន់ក្បាលដកដង្ហើមធំទាំងអស់កម្លាំងចិត្តអាគីដើរសម្ដៅមកមើលរីអូនិងណាគីរួចនិយាយទាំងទឹកមុខថ្មោះត្រង់ថាមកដល់ដំណាក់កាលនេះហើយពួកឯងនឹងពីរនាក់គ្មានកន្លែងទំនេរសម្រាប់អភិវឌ្ឍសមត្ថភាពបន្ថែមទៀតទេអាគីបន្តទៀតថាពួកយើងសល់ការប្រកួតតែមួយលើកទៀតប៉ុណ្ណោះដោះលែងណាគីទៅរីអូបើមិនអញ្ចឹងទេឯងនឹងធ្វើឲ្យលិចលង់ខ្លួនឯងទាំងពីរមិនខានរីអូងាកមកមើលទាំងក្តៅក្រហាយស្អីគេបិទមាត់ទៅអាគីសម្លឹងមើលចំភ្នែករីអូយ៉ាងមើងម៉ាត់ពួកឯងកំពុងតែពឹងផ្អែកលើគ្នារហូតដល់ពង្វេងប៉ុន្តែបើចង់ឲ្យពួកឯងទាំងពីរនាក់រីកចម្រើននិងអភិវឌ្ឍខ្លួនបានបើចង់ខ្លាំងជាងនេះឯងត្រូវតែមានសេចក្តីក្លាហានក្នុងការបោះបង់និងលះបង់អ្វីដែលសំខាន់បំផុតសម្រាប់ឯងចោលរេអូនិងណាគីឈរស្ងៀមស្ងាត់ទាំងអារម្មណ៍តានតឹងនិងវីវោជាខ្លាំងព
ពេលដែលបារូកំពុងដើរចេញពីទីលានណាគីក៏បានស្រែកសួរពីក្រោយថាណែបារូបានងាកមើលទាំងឆ្ងល់មានការអីហ្នឹងណាគីសួរទាំងភ្នែកងងឹតស្លូតតើអ្វីទៅដែលរុញច្រាននិងជំរុញឲ្យឯងដើរទៅមុខខ្លាំងក្លាដល់ថ្នាក់ហ្នឹងបារូឆ្លើយតបវិញយ៉ាងខ្លីនិងជឿជាក់ដើម្បីខ្លាចជាលេខ1លើពិភពលោកវានិយាយស្រួលយល់តាណាគីអោនក្បាលសួរដេញដោលបន្តទៀតថាចុះប្រសិនបើរឿងហ្នឹងវាអាចខ្លាចជាការពិតហើយគ្រូឈោងាកក្រោយជាមួយនឹងអ៊ូរ៉ាបិសាចតខ្មៅដ៏គួរឲ្យខ្លាចរួចបន្លឺឡើងនិយាយទាំងអំណាចថាអញនឹងបង្កើតយកសម័យបាល់ទាត់តខ្លួនរបស់អញហើយអញនឹងកំទេចក្បាលអ្នកណាទាំងអស់ដែលហ៊ានមកដណ្ដើមរាជបល្ល័ង្ករបស់អញណាគេសម្លឹងមើលទៅបារូទាំងទឹកភ្នែកស្រពោនរួចលន់មាត់ក្នុងចិត្តថាយល់ហើយតាមពិតទៅឯងចង់ធ្វើជាស្ដេចនៃពិភពបាល់ទាត់ស្រាប់តែបារូងាកមកមើលណាគីទាំងខ្សែភ្នែកមើលងាយស្អីគេតើវាជាសំណួរល្ងងខ្លៅនឹងអន់ថយស្អីគេហ្នឹងបារូដើរមកចិត្តរួចសម្លឹងមើលចំពោះមុខណាគីទាំងគ្មានមេត្តាឯងនៅពេលនេះគឺគ្មានភាពគួរឲ្យខ្លាចឬគួរឲ្យធុញទ្រាន់បន្តិចសោះឡើយណាគីឈរស្រឡាំងកាំងបារូនិយាយបំបាក់ទឹកចិត្តណាគីបន្ថែមទៀតថាវាដូចជាឯងមិនទាន់ស្លេកគ្រានគ្រប់គ្រាន់អីអញ្ចឹងអញមិនអាចមានអារម្មណ៍ចង់ប្រកួតប្រជែងឬឃើញភ្លើងកំហឹងគួរឲ្យធុញទ្រាន់ដែលឯងធ្លាប់មានកាលពីមុនសោះសម្រាប់អញមើលទៅឯងពេលនេះគឺគ្រាន់តែសម្ដែងធ្វើជាប្រយុទ្ធតែប៉ុណ្ណោះសម្ពាធអ៊ូរ៉ារបស់បារូបានផ្ទុះឡើងយ៉ាងខ្លាំងក្លារួចស្រែកជេរប្រមាថណាគីចំថាទៅងាប់ទៅរួចចាំរស់ឡើងមកវិញអាមនុស្សកំសាកឯងគ្រាន់តែប្រើអ៊ីកូខ្លាញ់ខ្លាយដែលខ្ចីពីគេមកតែប៉ុណ្ណោះអាត្មានិយមខ្លាញ់ខ្លាយបែបនឹងគ្មានថ្ងៃអាចយកទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិឬកម្រិតពិភពលោកបានឡើយឬសម្ដីដ៏មុតស្រួចនឹងការមើលងាយដ៏ធ្ងន់ធ្ងរពីបារូណាគេបានត្រឹមតែឈរស្រឡាំងកាំងនិងបើកភ្នែកធំទាំងវង្វេងនិងស្វែងរកចម្លើយឲ្យខ្លួនឯងលេងឃើញកាត់មកមើលជំនួបរវាងក្រុមបារាំង PSG និងក្រុមអេស្ប៉ាញបាឆាវិញគ្រាប់បាល់ត្រូវបានសុទ្ធបញ្ចូលទីយ៉ាងកាច់សាហាវខ្សែប្រយុទ្ធឆ្នើមស៊ីឌូបានស្ទុះហោះឡើងតែបាល់លើអាកាសយ៉ាងអស្ចារ្យទម្លុះសំណាញ់ទីរបស់បាឆាយ៉ាងពេញទំហឹងនៅក្នុងបន្ទប់មើលការប្រកួតរបស់ក្រុមអាល្លឺម៉ង់ Bastard München កីឡាករទាំងអស់កំពុងតែឈរមើលការប្រកួតទាំងបើកភ្នែកធំរៃឈីស្រែកទាំងភ្ញាក់ផ្អើលថាវ៉ាវសេឌូបានបញ្ចូលទីលើអាកាសបានយ៉ាងកប់តែម្ដងហើយរីបានរៀបចំការវិភាគថាក្នុងការប្រកួតនេះគ្រូបង្វឹកលេបញោរបស់បាឆាបានចូលលេងហើយទាំងអូតូយ៉ានិងបាឈីរ៉ាសុទ្ធតែរកគ្រាប់បាល់បានដូចគ្នាប៉ុន្តែនៅចុងបញ្ចប់ស៊ីឌូនៅតែអាចសុទ្ធគ្រាប់ជ័យជំនះនាំឲ្យក្រុមបារាំង PSG យកឈ្នះលើបាឆាបានដដែលអ៊ីសាគីញញឹមយ៉ាងមានទំនុកចិត្តនិងប្រកបដោយអ៊ូរ៉ាប្រកួតប្រជែងខ្ពស់ដូច្នេះហើយការប្រកួតចុងក្រោយបង្អស់រវាង Bastard München និង PSG ក្លាយជាជំនួបប្រយុទ្ធគ្នាដោយផ្ទាល់ដើម្បីស្វែងរកជើងឯកពិតប្រាកដនៃ Neo Eco Leagueស៊ីឌូនិងកីឡាករ PSG កំពុងតែរត់ប្រចាំការប្រកួតដ៏ធំមួយនេះយ៉ាងរំភើបអ៊ីសាគីបន្តទៀតថាឆាកប្រយុទ្ធត្រូវបានរៀបចំរួចរាល់ហើយដល់ពេលត្រូវបង្ហាញថាតើនរណាគេឲ្យប្រកាសគឺជាអ្នកដែលខ្លាំងជាងគេបំផុតនៅលើពិភពលោកមួយនេះ